มาสินเนี่ยปุกแมงเป้ามาสินนะมาสินโปรสเราโน่นถึงมาโน่เอ้ยยำมาทอดมาสินตู้ไงแต่นี่ยำทอดมาสินโปรสเราใจจุนแบบปุกแมงปอนมือเบี้ยจิลักตีมวยระบาดนี่ยำได้มาสินตู้จิลักตีมวยอะไรมาสินโปรสเราจิลักตีมวยอย่าทอดตะเคยเนี่ยกี่โปรได้แต่แล้วใบเชียđược bài kia mà sân vinh tình nớ nè tình nớ vẫn tên mà tôi tiếc đây nữa thấy nhé đây là tình nớ quá nè mà sân pro sao á nè wow nè phục mang cô ơi ai lâu thua ai cái đó cứ phô pin mà sân từng cả nên mà sân pro sáo nên bạch chua mà nước pro hay ơi xong thoa tới dây pù ở đây khơi không sân pro sáo ạ ui anh cái lôi mày tình nơ vẫn á bà chua mà nước pro mà hạt ta đôi buồn mơn mặt á nào tập pe ní cái pro cô yuan hơi lươn tiệt wow tem đang con phiệp mấy giờ tận đăng ấy nè vùng mang phone ơi clip vẫn là lối nè hiện tay chỉnh tam toàn sân qua tới zoom rồi nè cặp sao chơi nhỉ nè cặp sao chơi nhỉ việc liệu máu trâu nó chừng hai con bài xa vô món wow này nhé nè này bọt này cặp sàn cặp bóng hào cho pro bắn phim cho bà nhỉ thế wow tiếc đó ôi tình nợp mà lấy mà lâu dân chọn mà tam đàn mưa cọp sầu để gặt pro hái á dân chọn đang thà vì miền từng hôm liệt kia bản na chả ní cọp sầu rồi nhé ní cọp sầu nè nè nhé dân mà tam đàn mưa nè dân cọp sầu với liệu điệu mấy nhé phong mang ôn vậy thấy nhé phong mang có cây nhé nem cọp mà sinh á sinh đẹp bài mấy nhé nè nhé điểm ấy thế chọn thế tao đang bông bị tao bông cái vật mất ba tao bông tao bắt tao nít smart à nè chum mình tranh đai má nữa nè wow tao nợ tao bông mấy chỗ bờ vì vật mất ba tao bông rồi wow nè cái cặp sầu thử liệu màu ấy dạ nem sinh pro mày nhá bụng mày bằng ôn dạ bằng gì tới nè pro đai nè stung có stung nè prom sân có prom sân tam sân em đang gặt pro màn năm bên khi mà đang bên sông sam suốt tầm sại năm nay đôi stung này còn đang đầy chẳng nè trà lâu nước bong khang pro sâu mà sân nó gặt ban rồi chun sâu đã lơm sân đâm bay ở từ pro nó còn lại sen tiệt trà này nên khi nhom ăn tàu chết quá đây phải khai cật rột trà nên khi nhom sum bị chừng ngày nên bụng mày bụng ôn trà flight លើកទី1របស់នាងខ្ញុំដែរដែលខ្ញុំឃើញដែរបើខ្លាចថាស្រុកពុកម៉ែបងប្អូនណាមានព្រោះពីមុនមកអីកុំថានាងខ្ញុំចូលចានាងខ្ញុំឃើញថ្ងៃទី1មែនចាលើកទី1មែនដោយសារថ្ងៃនេះនាងខ្ញុំមកថតម៉ាស៊ីនស្ទូងចាម៉ាស៊ីនស្ទូងក៏នាងខ្ញុំទៅឃើញលើកទី1ដែរចាពុកម៉ែបងប្អូនខ្លះគាត់ព្រោះដៃចាព្រោះដៃក្នុងម្នាក់ 30000 ទៅ 40000 ក្នុងមួយថ្ងៃមហតាណាចាហើយក៏ដាក់ជាក្រុមចាដើម្បីព្រោះស្រែនឹងចាក្នុងហតាណាគឺមិនជាក្រុមហើយនេះត្រាក់រស់លុបអ្នកខ្លះក៏រស់កយ័នអ្នកខ្លះក៏គាត់រស់ត្រាក់ចាប៉ុន្តែយើងធ្វើស្រែព្រោះវាបថុយនឹងដុះស្មៅហើយនឹងកដោស៊ីចាតែបើសិនតែយើងស្ទូងគឺដូចរៀងល្អជាងព្រោះមិនទេនេះមិនហ៊ានបខំពុកម៉ែបងប្អូននេះសាក់តាមដានមើលសិនណានឹងថ្ងៃបើស្ទូងល្អក៏ធ្វើស្ទូងបើព្រោះល្អក៏ធ្វើព្រោះទៅចានេះបងប្អូនប្រជាកសិករខាងនេះកំពុងតែមកមានញឹកចាខ្លះជួខ្លះបូមទឹកខ្លះវាយខ្លះបាញ់ថ្នាំខ្យងខ្ល
ខ្លះដាក់ថ្នាំកដោយរួមគឺធ្វើគ្រប់វិធីសាស្ត្រទាំងអស់ចាដើម្បីឲ្យស្រូវផងយើងនឹងលូតលាស់បានល្អហើយថែទៅដើម្បីឲ្យថាបានផលនឹងល្អគួរសមចាឥឡូវនេះកំពុងតែបងខ្លះគាត់វាយដីព្រោះទឹកចានេះជាព្រោះទឹកគឺគេដាក់ទឹកឲ្យគេវាយដីចារួចហើយគេធ្វើដីស្រែបានគេព្រោះឲ្យគេប្រហូរទឹកចាគេគៀស្អាតអីស្អាតហើយបានគេព្រោះចាព្រោះឲ្យបានគេផ្អាប់ទុកឲ្យបានគេបង្ហូរទឹកចេញបើអ្នកខ្លះគេត្រាំពូជចាគេត្រាំពូជហើយបានគេយកទៅព្រោះចាអញ្ចឹងដល់ពេលគេព្រោះគឺគេបង្ហូរទឹកចេញតែបើអ្នកខ្លះក៏អត់បានត្រាំពូជទេគឺគាត់ព្រោះក្របស្រូវដែលមិនទាន់បានត្រាំនេះគឺគេអត់ទាន់បង្ហូរទឹកទេចាគេអត់ទាន់បង្ហូរទឹកចេញទេអញ្ចឹងគេទុកស្រូវនៅនឹងប្រហែលជាបែកក្របចាប់ហើយបានគេបង្ហូរទឹកនឹងចេញចាហើយកន្លែងនេះគឺជាកន្លែងនេះគាត់បូមទឹកដាក់មកជាហៀងឯនោះឯងចាតែប៉ុន្តែស្រូវខាងលើឯនោះគឺព្រោះហើយគាត់ដល់មកគាត់បង្ហូរចេញណាចាខាងក្រោមនោះគឺគាត់បូមទឹកទៅមួយកន្លែងចាឃើញទេហើយចំណែកខាងលើហ្នឹងគាត់ព្រោះហើយចាអញ្ចឹងមិនថាបច្ចេកទេសបងប្អូនប្រជាកសិករគាត់ប៉ុនណាចាគាត់ប៉ុនគាត់ឧស្សាហ៍ព្យាយាមចានោះឃើញទេស្រូវយើងគាត់ថាអត់ព្រោះហើយយើងបង្ហូរទឹកចេញចាហើយចំណែកនេះបងគាត់រាវលះចាបានទឹកបន្លាយគេបូមចេញចូលតិចផងបានឱកាសរាវលះតែម្ដងទឹកស្រកបន្តិចណាចាអញ្ចឹងវីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណទៅដល់លោកឪពុកអ្នកម្ដាយដែលបានជួយចូលមើលជួយ Subscribe ឬក៏ចុចឲ្យបេះដូងឬ Comment សូមមានសុខភាពល្អទាំងអស់គ្នាអញ្ចឹងនាងខ្ញុំវុនមិនរៀនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំមកខ្ញុំបានត្រីក្រាញ់មួយឲ្យបានលះហើយមកមុខអ្នករាវលះមានណាបានមកពេលស៊ីមពេលហើយធ្វើមិនចាប់ត្រីក្រាញ់នឹងបាននឹងទឹកនឹងឯងធ្វើមិនធ្វើមិនចាប់វាបានចាប់វានឹងផឹកតាមមិញហ្នឹងឡាគ្រូខួយកើតទៅយកកូនយកចៅគេទៅរៀនឲ្យពេញនេះអត់អត់បងខាងនេះអត់បានបងខាងនេះអ្នករាវមកអត់ខ្ជូតទេអ្នករាវអូយយកុំលេងជាមួយអ្នកខាងនេះបានច្រើនណាជំនាញខាងរាវវ៉ាវនេះបានឡើងជិះតិចហើយសាក់ក្រុមហើយនឹងលះអូគេដាក់ទឹកក្នុងនឹងឲ្យទៀតនេះចុះបងហ៎ខ្ញុំបានតិចមើលអីធំធ្លាក់លោកទៅលុចនេះធំនេះធំចង់ធំបែរគេលក់លះហាលហ្នឹងណាវ៉ានឹងប៉ះតិចណាយ៉ាជាលោកចាំបងឯងនោះឯងបងនឹងកាត់ប្រាញ់ខ្ញុំថាកាត់រាវមួយផ្លេតបាន5-10គីឡូឃើញតាបងចេះព្រោះស្រូវអូមែនណាបងនេះចេះព្រោះស្រូវមែនមកជាមួយខ្ញុំមិនចឹង